សម្រាប់ tool ដែលខ្ញុំឧស្សាហ៍ប្រើក្នុងការលុប background របស់ខ្ញុំមាន2 3 tool ដែលខ្ញុំឧស្សាហ៍ប្រើញឹកញាប់ហើយចាំខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាតែជំហានទី1គឺត្រូវ copy layer មុនសិនខ្ញុំចុច command J មក copy layer នេះ command J ឬ control J សម្រាប់អ្នកប្រើ Windows ណា tool ទី1ដែលខ្ញុំឧស្សាហ៍ប្រើញឹកញាប់ជាងគេហ្នឹងគឺនេះ patch tool នេះចុចកន្លែងហ្នឹងមកឬក៏ shortcut អក្សរ J មកយើងគូឆ្វែលគូឆ្វែលរង្វង់ឆ្វែលអញ្ចឹងមកឆ្វែលរង្វង់អញ្ចឹងរួចចាំយើងអូសចេញនេះចាប់ឲ្យជាប់ដាក់ម៉ៅឲ្យលើពីលើកន្លែងរង្វង់ហ្នឹងមកយើងអូសចេញអូសមកកន្លែងណាដែលយើងចង់ចម្លងពេលយើងអូសអញ្ចឹងមកវាចម្លងពីអាខាងនេះអាខាងដែលតនេចូលទៅអាកន្លែងរូបដែលយើងគូមិញតែយើងមើលឲ្យត្រូវខ្សែបន្ទាត់គ្នាដែរដូចកន្លែងហ្នឹងគឺមានព្រួលអញ្ចឹងគឺយើងមើលឲ្យត្រូវបន្ទាត់មួយគ្នាចាំយើងប្រឡែងទៅឃើញដាច់បាត់ហើយ tool មួយទៀតអានេះខ្ញុំបង្ហាញ tool លឿនៗដែលខ្ញុំឧស្សាហ៍ប្រើគឺខ្ញុំប្រើនេះ rectangle នេះ shortcut អក្សរ M ចុចអក្សរ M ទាំងម្ដងក៏បានដែរអញ្ចឹងយើងអូសវងឆ្វែលខ្វោកយ៉ាងមកហើយបើមានអ្នកដូចកន្លែងនេះនៅពីលើមានតិចចុច C ឲ្យជឿមកអូសថែមតិចទៀតមកហើយចាំចុច Shift delete ចុច Shift delete មកលោតចេញចឹងហើយនេះ fill នេះហើយកន្លែងនេះយើងយកពាក្យ content aware កន្លែងនេះគ្រីសធម្មតាមកអត់អីទេកន្លែងនេះយកពាក្យ normal ហើយកន្លែងនេះដាក់ 100% ហើយចុច OK ដាច់បិទបាត់ហ្មងហើយបើបងប្អូនចង់លុបម្ដងច្រើនធ្វើយ៉ាងក៏បានដែរនេះអូសខ្វោកជាមួយមកហើយចុច Shift ឲ្យជាប់អូសថែមចុច C ឲ្យជាប់ដែរអូសថែមអូសតាមរូបរាងអ្វីដែលយើងចង់លុបណាអូសថែមមកនេះអូសថែមចឹងមកហើយចាំចុច Shift ឲ្យជាប់ម្ដងទៀតហើយចាំចុច delete ហើយអានេះយកដូចមុនទាំងអស់ content aware អានេះ normal អានេះ 100% ហើយចុច OK ដាច់បិទម្ដងទាំងអស់ហ្មងអានេះដាច់ទៅខ្ទេចហ្មងហើយមួយទៀត tool មួយទៀតដែលខ្ញុំឧស្សាហ៍ប្រើដែរដែលបងប្អូនឃើញនៅក្នុងវីដេអូខ្ញុំឃើញរត់ជ្រិចហ្នឹងអាហ្នឹងខ្ញុំប្រើនេះ shortcut អក្សរ S shortcut អក្សរ S នេះ clone stamp tool នេះអញ្ចឹងខ្ញុំ copy នេះបង្ហាញកន្លែងនេះបន្តិចកន្លែងនេះគឺ opacity នេះដាក់ 100% flow នេះដាក់ 100% ដូចគ្នាដែរហើយបន្ទាប់មកទៀតខ្ញុំប្រើ key bridge រួមឲ្យធំបន្តិចហើយចុច option ឲ្យជាប់សម្រាប់បងប្អូនប្រើ Windows ចុច Alt ឲ្យជាប់ចុច Alt ហើយចុច Mouse ចុច Alt ហើយចុច Mouse ទៅវា select ហើយចុចទៅនេះឃើញទេឃើញកន្លែងលេខបូកហ្នឹងកន្លែងបូកហ្នឹងគឺវាកំពុងចម្លងពីអាកន្លែងបូកមកក្នុងវងឃើញយើងអូសទៅវាដាច់ទេនេះដាច់ប៉ិតហ្មងចឹងវាកំពុងតែចម្លងកន្លែងណាដែលយើងនេះយើង copy ម្ដងទៀតណាវាកំពុងតែចម្លងពីអាកន្លែងបូកមកក្នុងវងចឹងមកយើងដាច់ស្អាតហ្មងយើងដាច់ភ្លឹងហ្មងបើកន្លែងណាដែលយើងរៀងស្ទើរយើង copy គៀនហ្នឹងទៅយើងលុបពីលើទៀតតែកន្លែង clone stamp tool នេះតើអ្នកដែលថ្នឹកដៃជាមួយនឹងការ copy ប្រើវាញឹកញាប់ដែរបានលុបស្រួលព្រោះដោយសារអានឹងវាត្រូវការបត់ពិសោធន៍ដូចជាក់ស្ដែងដូចកន្លែងនេះអីអញ្ចឹងជាប់ជាមួយសាច់មនុស្សអញ្ចឹងតើយើងប្រើវិធីសាស្ត្រចេះមួយទៀតនេះខ្ញុំបង្ហាញបងប្អូនទាំងគ្នាណាយើងប្រើ pen tool មកប្រើ pen tool មកគូឆ្វែលកន្លែងដែលចង់លុបហ្នឹងគូឆ្វែលអញ្ចឹងម្ដងមួយបើឲ្យថាលឿនវាមិនលឿនទេបងប្អូនទាំងអស់គ្នាតែគ្រាន់ថាបើយើងអត់លុបវាអត់ស្អាតទេអញ្ចឹងតើលុបអញ្ចឹងខ្ញុំ copy ពីខាងនេះនេះខ្ញុំ copy ពីខាងក្រោយកូនកន្លោះ copy ស្មៅពីខាងក្រោយកូនកន្លោះយកមកបិទពីលើចឹងយើងចុច Ctrl D ដក select មកវិញតែកន្លែងនេះវាដាច់ដើមថ្នោតអញ្ចឹងយើង copy ដើមថ្នោតនឹងតម្លាក់មកវិញបន្តិចចុចដូចគ្នាដែរ Alt ឲ្យជាប់មកឬក៏ option ឲ្យជាប់មកខ្វោកមកគូដើមថ្នោតចេញមកវិញប៉ុណ្នេះមកអូខេយើងមើលទៅអូខេបានហើយ tool មួយទៀតដែលខ្ញុំឧស្សាហ៍តែងប្រើដែរបើសិនជាមានអីដែលវាទូចនេះដូចដុំថ្មដុំអីនេះឧទាហរណ៍បើសិនចង់លុបប្រើវិធីសាស្ត្រចេះមួយទៀតក៏បានដែរនេះបងប្អូនចូលកន្លែងនេះមកនេះ spot healing brush នេះ shortcut អក្សរ J ដូចគ្នាដែរ spot healing brush នេះ bridge រួមប្រើ key bridge រួមតិចមកបើធំអូសខ្វោកពីលើហ្នឹងមកលុបដាច់ប៉ុនហ្មងនេះដាច់ប៉ុនហ្មងមនុស្សក៏អាចលុបបានដែរដូចគ្នាដែរណាតែវាដោយកន្លែងខ្លះត្រូវតែបដូរវិធីសាស្ត្រលុបនេះដាក់មកដាច់ប៉ុនដាច់ស្អាតហ្មងអញ្ចឹងកន្លែងខ្លះក៏ខ្ញុំប្រើ rectangular ហើយអូសហើយបានចុច
fill ដើម្បីលុបហើយកន្លែងខ្លះទៀតក៏ប្រើ spot healing brush កន្លែងខ្លះទៀតក៏ប្រើ clone stem កន្លែងខ្លះទៀតក៏ប្រើ patch tool និយាយទៅវាបត់បែនទៅតាមកលៈទេសៈនៃរូបតែគាត់ថាបើឲ្យលឿនវាមិនលឿនពេកទេគឺលុបម្ដងមួយអញ្ចឹងឯងត្រូវបានដាច់ត្រូវបានស្លាស់ល្អហើយបើបងប្អូនមានចម្ងល់អីនៅក្នុង Photoshop ក្នុងការកែរូបអាច comment មកខ្ញុំនឹងព្យាយាមធ្វើវីដេអូដើម្បីចែករំលែកបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ